នេះជារថយន្តក្នុងក្បួនទស្សនកិច្ចលោកដូណាល់ត្រាំនាសាធារណរដ្ឋប្រជាមានិតចិនដំបូងក្នុងវីដេអូនេះយើងឃើញម៉ូតូបើកក្បួន Mercedes Motor 1250cc ដែលជាផលិតផលនិងស្រាវជ្រាវដោយប្រទេសចិនសុទ្ធតែម្ដងក្រោយមកនេះគឺជារថយន្ត Mercedes S450 តួវែងដែលយើងឃើញមាននៅមុខក្បួនរបស់សហរដ្ឋអាមេរិកដែលប្រហែលជារថយន្តការពារសុវត្ថិភាពព្រោះមានអំពូលប៉ូលីសនៅខាងលើបន្តមកដោយរថយន្តផលិតនៅប្រទេសចិន Hongqi X9 ដែលជារថយន្តយើងធ្លាប់ឃើញប្រើនៅក្នុងស្ថានទូតចិននៅកម្ពុជានិងមានលក់នៅក្រុមហ៊ុនផ្លូវការ Hongqi កម្ពុជាផងដែរបន្ទាប់មកគឺរថយន្តដែលថ្លៃនិងមិនអាចទិញបានគឺ Hongqi L5 រូបរាងបែប classic ប៉ុន្តែប្រណិតបំពាក់ដោយបច្ចេកវិទ្យាទំនើបសម្រាប់អ្នកមានមុខមាត់នៅក្នុងប្រទេសចិនប្រើចូលដល់ក្រុមឡានអាមេរិកម្ដងគឺមិនខ្វះបានឡើយនៅឡានប៉ូលីស Chevrolet Suburban ទីបំផុតនេះគឺជារថយន្ត The Beast ដែលហៅថា Cadillac One សម្រាប់ដឹកលោក Donald Trump ក្នុងក្បួនមាន2គ្រឿងដែលគ្មានអ្នកណាដឹងថាមួយណាដឹកមនុស្សឡើយនៅខាងក្រៅរថយន្ត The Beast នេះបិទគូដោយរថយន្តប៉ូលីសអាមេរិក Suburban អមដោយប៉ូលីសចិនជិះរថយន្ត Hongqi កយ៉ាវជារថយន្ត SUV ធំពេញខ្នាតរបស់ប្រទេសចិនរថយន្តនេះក៏មានលក់នៅ Hongqi កម្ពុជាដែរប៉ុន្តែបើតាមខ្ញុំដឹងអ្នកទិញត្រូវប្រគល់ឯកសារឲ្យក្រុមហ៊ុនឆៃប្រវត្តិរូបសិនទើបអាចទិញរថយន្តនេះបានព្រោះរថយន្តនេះគេនឹងលក់ជូនតែអិសរាជជនជាន់ខ្ពស់តែប៉ុណ្ណោះបន្ទាប់ពីក្បួនរថយន្តសំខាន់ឆ្លងកាត់រួចយើងឃើញមានរថយន្ត Suburban បំពាក់ដោយប្រព័ន្ធចាប់សញ្ញាពីផ្កាយរណបរចនាឡើងដោយសហរដ្ឋអាមេរិកបន្តដោយរថយន្តកយ៉ាវពីប្រទេសចិនមួយគ្រឿងទៀតដែលបំពាក់បច្ចេកវិទ្យានេះដូចគ្នាតាមក្បួននេះខ្ញុំគិតថាគេកំពុងតែអួតឡាននឹងបច្ចេកវិទ្យាគ្នាយ៉ាងម៉េចគេសម្រាប់ប្រទេសមហាអំណាចទាំងពីរនេះ